សួស្តីបងប្អូនទាំងអស់គ្នាបាទសម្រាប់បងប្អូនណាដែលមិនទាន់ចេះចងខ្សែ leader ឬខ្សែប្រជ័យដែលយើងប្រើខ្សែលីឡុងឬក៏ខ្សែកបោណានេះមុនដំបូងយើងយកខ្សែមករុំជាមួយកូនដៃហ្នឹងមករុំហើយជា6 7ជុំមកខាងខ្ទុយខ្សែខាងនោះនៅខាងម៉ាស៊ីននោះយើងប្រើរៀងតឹងតិចមកយើងទាញពីខាងម៉ាស៊ីនមកដល់ដៃយើងរៀងតឹងតិចមកហើយយើងប្រើខ្សែលីឡុងឬក៏ខ្សែកបោននេះយើងទុកខ្សែខ្ទុយខ្សែយើងមកល្មមហើយយើងពវល់តាមណាឆ្វេងស្ដាំណាពវល់ចូលខាងក្រោមខាងស្ដាំពវល់ទៅវិញចូលខាងក្រោមខាងឆ្វេងកើងមកវិញពវល់ទៅពវល់មកណាបងប្អូនមើលយល់អត់ទៅមួយអញ្ចឹងមកហើយខ្សែកុំឲ្យធូរពេកពវល់ទៅវល់មកនេះឆ្លាស់ខាងក្រោមកើងពីលើខាងស្ដាំទៅចូលខាងក្រោមខាងឆ្វេងវិញណាហើយកើងពីលើខាងឆ្វេងមកចូលខាងក្រោមខាងស្ដាំវិញយើងចងបែបនេះខ្មាញ់បែបនេះប្រហែលជា14ទៅ15ចំណងអីទៅណាហើយវារៀងវែងគួរសមដែរកុំឲ្យខ្លីពេកឆ្វាក់ទៅឆ្វាក់មកអញ្ចឹងខ្មាញ់ហើយវាខ្មាញ់កុំឲ្យសូវធូរទាញមកដល់ដៃយើងរៀងតឹងទៀតអូខេខ្ញុំទាញមកដោយទាំងម៉ាស៊ីនធ្វើម៉េចរៀងតឹងតិចទៅឥឡូវមើលមកឥឡូវយើងចងវាគួចវាហ៎គួចក្តោបទាំងខ្សែលីឡុងទៅណាកតុយខ្សែខាងនោះបងប្អូនចាប់ឆ្វាក់ចូលមកប្រឡោះអញ្ចឹងរហូតមកប្រហែលជា10ទៅ15មីទៅណាឆ្វាក់បែបហ្នឹងរហូតអត់ពិបាកទេបងប្អូនមើលតែខ្ញុំធ្វើមួយទេនេះឆ្វាក់ចូលកើមទាញចងគួចធម្មតាដល់អាខ្មៅវាមកញ៉ៃអាហ្នឹងវាញ៉ៃខ្ញុំណាអាខ្មៅហ្នឹងចាប់ទាញមកទាញរត់វាតឹងដៃបងប្អូនទាញតឹងដៃមកការចង leader របស់ខ្ញុំរៀងខុសគេបន្តិចបងប្អូនតែវាបានផលអត់ដែលរបូតទេខ្ញុំលេងសុកចិត្តវត្តដាច់ខ្សែទាញដាច់ខ្សែប៉ុន្តែសម្រាប់ចំណងដែលយើងចងខ្សែត្រេះជាមួយ leader ជាមួយខ្សែលីឡុងឬខ្សែកបោនហ្នឹងគឺមិនដែលរបូតទេវាអត់សូវច្បាស់តិចបងប្អូនទេបងវីដេអូខ្ញុំដោយសារខ្ញុំប្រើទូរស័ព្ទថតទេមិនប្រើកាមេរ៉ាទេបងប្អូនហើយនេះគឺជាចំណេះដឹងឲ្យបទពិសោធន៍អ្វីដែលខ្ញុំមានខ្ញុំព្យាយាមចែករំលែកទៅបងប្អូនទាំងអស់គ្នាដែលមិនទាន់ចេះណាហើយបើបងប្អូនចេះពីរបៀបខ្ញុំទៅហើយឬក៏បំបែកថាការរើឃើញខ្លួនឯងបន្តទៀតរត់តែល្អហើយជួយចែកម្លែកមកវិញផងនេះខ្ញុំបែកគំនិតអ្វីដែលខ្ញុំរៀនពីគេហើយក៏ខ្ញុំបែកគំនិតធ្វើខ្លួនឯងផ្សេងអ្វីយើងគិតថាងាយយើងធ្វើទៅអ្វីដែលងាយអ្វីដែលស្រួលសម្រាប់យើងធ្វើតាមហ្នឹងទៅថានេះជាគោលទេណាចាប់ចងខ្មាញ់វាចូលណាចាប់ទាញមកទេតឹងតិចបងប្អូនប៉ុន្តែពេលរឹតហ្នឹងយើងមិនតែទិញទាញមកអស់ដៃយ៉ាត់មុតដៃខ្សែត្រេះហ្នឹងមុតណាមុតអត់ដឹងខ្លួនទេតោះហើយមិនដឹងថាអូមុតដៃអញ្ចឹងនេះពេលយើងទាញរឹតវាយើងត្រូវមានកណាត់អីមកទ្រាប់បើបងប្អូនប្រើតែដៃសុតទៅបងប្អូនច្បាស់ណាស់ពេលទាញបតឹងរឹតបតឹងហ្នឹងគឺដឹងតែមុតហ្មងមុតចំអាថ្នាំងដៃយើងហ្នឹងយើងប្រើកណាត់ទាញវាមកទ្រាប់វាកុំឲ្យមុតអីកុំអាងថាទ្រាប់ហើយទាញយកមកថឹងពេលខ្លះអាចទៅយះទាំងកណាត់ហ្នឹងទៀតឥឡូវយើងខ្មាញ់ខាងចុងខ្សែនេះវិញ
អត់មានកើមួយលីឡុងឯវគ្គនេះណាយើងខ្មាញ់តែកតុយជាមួយកតុយខ្សែខាងម៉ាស៊ីននៅបានហើយនឹងខ្មាញ់ដូចឲ្យយើងខ្មាញ់ទាំងជាមួយលីឡុងមិញដែរដូចគ្នាទេប៉ុន្តែគ្រាន់តែយើងអត់ផ្គួបជាមួយលីឡុងទេយើងប្រើតែខ្មាញ់ជាមួយខ្សែត្រេះទេដាក់ប្រហែលជា10អីទៀតទៅហើយកន្លែងហ្នឹងសំខាន់ជាងគេអាចុងក្រោយហ្នឹងបងប្អូនចុងក្រោយតែយើងធ្វើមិនស្រួលរត់ទៅវាមិនស្រួលគឺវាធូរលហុយមករបូតហើយប្រឈមមុខនឹងរបូតប៉ុន្តែវាមិនរបូត100%បងប្អូននេះពេលដែលយើងលេងយើងប្រើខ្សែ leader យើងលេងយើងអាសាមើលវាមុនប្រកាសថាពេលខ្លះយើងចងទៅជាប់ 100% ទេឥឡូវយើងកាត់កតុយខ្សែ leader ចាញ់កាត់កុំឲ្យអប់ពេកវាសល់បន្តិចចឹងអប់ពេកក៏មិនបានសល់កតុយវែងក៏អត់បានដោយសារសល់វែងយើងអស់មកវាតាក់ណាឥឡូវយើងគួចក្តោបអាកតុយអាខ្សែត្រេះមកទាំងអាខ្សែខាងដើមនិងខ្សែខាងចុងគឺយើងចងគួចវាអោបចូលគ្នាហ្មងបងប្អូនដើម្បីកុំឲ្យកតុយខ្សែវាសល់វារេលណាយើងគួចចឹងមកអានេះវាឆ្កើងដៃទីបងប្អូនវាទៅកាមេរ៉ាខ្ញុំធ្វើរៀងឆ្កើងតែខ្ញុំព្យាយាមថតសម្រួលឲ្យបងប្អូនមើលឲ្យងាយមើលងាយយល់តែអារម្មណ៍បែបនេះខ្ញុំធ្លាប់ដឹងពេលខ្លះសួរគេចងឲ្យយើងមកខ្វាច់យើងមើលអត់តាន់ទេហើយសំខាន់ណាយើងត្រូវតែមាន leader ពេលយើងលេងត្រីស្រែឬក៏លេងតំបន់មានឧបសគ្គដូចជាព្រៃមានដូចជាបលាសង្គ្រាមបលាសង្គ្រាមតំបន់ខ្លះគេហៅបលាអាពតខ្លះគេហៅបលាអូយ៉ាស់អីចឹងជាមួយឈូកអីចឹងអូលេខ1ហ្មងជាមួយខ្សែត្រេះគប់វបាច់វិលខ្ញាល់គេហៅថាវាយក្បិនណាតែវាយក្បិនហើយអត់ចាញ់ទេអាខ្សែត្រេះនេះសាច់អំបោះតាក់ជាមួយបលាប៉ះជាមួយអាសាច់ឈើស្ញាញហ្នឹងអត់ចាញ់ទេនេះខ្ញុំគួចហើយបងប្អូនគួចមុខវាផ្ដាច់ហ្មងកាត់ប៉តមិនទេបងប្អូនមកឆ្ងាញ់ធានាឲ្យថាធ្វើមួយដូចខ្ញុំកុំបញ្ញាប់ខ្លាចតែបញ្ញាប់ទេពេលខ្លះបញ្ញាប់អត់បានទាញរត់អីហ្នឹងរបូតទៅញើអីហ្នឹង